អាជ្ញាធរខេត្តសៀមរាបចូលស្ដារប្រព័ន្ធប្រឡាយទឹកក្នុងសង្កាត់ស្វាយដង្គំដើម្បីបង្ការការជន់លិចដោយចំនួនទឹកភ្លៀងនៅក្នុងក្រុងសៀមរាបដោយមានការចង្អុលបង្ហាញពីឯកឧត្តមប្រាសុភ័ណ្ឌអភិបាលខេត្តសៀមរាបលោកអឹងកំលៀងអភិបាលរងខេត្តបានដឹកនាំមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តចុះស្ដារប្រព័ន្ធប្រឡាយទឹកដើម្បីបញ្ជាចំនួនទឹកភ្លៀងជាស្ដែងនៅថ្ងៃទី25ខែឧសភាឆ្នាំ2026មន្ត្រីជំនាញមន្ទីរសាធារណការអាជ្ញាធរក្រុងសៀមរាបនិងអាជ្ញាធរពាក់ព័ន្ធបានចុះធ្វើការស្ដារប្រព័ន្ធប្រឡាយទឹកក្នុងសង្កាត់ស្វាយដង្គមដើម្បីត្រៀមលក្ខណៈបង្ការនិងកាត់បន្ថយផលប៉ះពាល់ពីចំនួនទឹកភ្លៀងដែលបង្កឲ្យជន់លិចលំនៅឋាននិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានាដែលបណ្ដាលមកពីចំនួនទឹកភ្លៀងប្រជាពលរដ្ឋរស់នៅក្នុងភូមិភ្ញាជ័យសង្កាត់ស្វាយដង្គមក្រុងសៀមរាបអ្នកស្រីស៊ូច័ន្ទបានបង្ហាញក្តីរីករាយនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្តដែលបានឆ្លើយតបយ៉ាងទាន់ពេលវេលាក្នុងការចុះស្ដារប្រព័ន្ធប្រឡាយទឹកនេះអ្នកស្រីបានបញ្ជាក់ថាកន្លងមកនៅរដូវវស្សាជារៀងរាល់ឆ្នាំមូលដ្ឋាននេះតែងតែជួបប្រទះការជន់លិចលំនៅឋានយ៉ាងខ្លាំងដែលបង្កការលំបាកដល់ការរស់នៅជាច្រើនអ្នកស្រីស៊ូច័ន្ទក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាប្រឡាយទឹកទាំងអស់ចូលរួមថែរក្សាអនាម័យនិងចូលរួមសហការដោយបញ្ឈប់ការបោះសំរាមចូលក្នុងប្រឡាយដើម្បីរក្សាគម្របផ្លូវទឹកឲ្យនៅមានសោភ័ណភាពនិងជៀសផុតពីការកកស្ទះដែលជាមូលហេតុចម្បងនៃការជន់លិចសប្បាយអររំភើបព្រោះឃើញមានបងប្អូនក្រុមការងារយកអេសកាឲ្យមកកកាយបលាយយើងនេះឲ្យបានរំដោះទឹកផលប៉ះពាល់វាសំខាន់គឺវាអញ្ចឹងឯណាអូនវាកំពកស្មាវាដោះកកកុញឲ្យតែរដូវវស្សាឡើងគឺទឹកលិចភូមិទឹកលិចជ្រៅតែម្ដងនៅសូមបងប្អូនឲ្យចូលរួមវៃខ្ចប់សម្រាមទុកដាក់ឲ្យបានត្រឹមត្រូវមិនឲ្យបោះចូលនៅក្នុងបលាយទៀតទេលោកហ៊ីហាវចៅសង្កាត់ស្វាយដង្គមបានដឹងថាក្នុងរដូវវស្សាជារៀងរាល់ឆ្នាំភូមិជាច្រើននៃសង្កាត់ស្វាយដង្គមត្រូវបានរងការជន់លិចពីចំនួនទឹកភ្លៀងដែលបានបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងជាពិសេសភូមិភ្ញាជ័យតែងតែទទួលរងគ្រោះធ្ងន់ជាងបណ្ដាភូមិដទៃដែលកម្ពស់ទឹកមានរហូត1ម៉ែត្រនិងមានរយៈពេលពី10ទៅ15ថ្ងៃទើបស្រកទៅវិញលោកចៅសង្កាត់ក៏នឹងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យបរិស្ថានកុំឲ្យមានការស្ទះប្រព័ន្ធប្រឡាយទឹកដែលនាំឲ្យមានការជន់លិចជួយផ្សព្វផ្សាយដល់បងប្អូនជាពលរដ្ឋទៅតាមដងផ្លូវចាក់ដីហើយនឹងដាក់លូចុះឲ្យគឺសុំឲ្យគាត់ដាក់លូឲ្យត្រូវស្តង់ដារបាទត្រូវស្តង់ដារដើម្បីរំដោះទឹកកុំឲ្យវាមានការស្ទះទឹកបាទកុំឲ្យការស្ទះទឹកទី1ទី2ចូលរួមដើម្បីឲ្យបងប្អូនអនាម័យថង់ផ្លាស្ទិកដបកំប៉ុងវិយាទាំងអស់ដើម្បីឲ្យគាត់វិចខ្ចប់ដាក់ធុងសម្រាមកុំឲ្យគាត់បោះចោលទៅនឹងបលាយដើម្បីសម្អាតអនាម័យសុខភាពយើងកុំឲ្យវាមានកកស្ទះអនាម័យបរិស្ថានអរគុណអេដាមប្រាក់សុភ័ណ្ឌអេដាមអឹងកំលៀងអបាលខេត្តរងហើយនឹងប្រធានមន្ទីរសាធារណការដែលបានចុះជួយដិតដល់សង្កាត់ស្វាយអង្គមយើងខ្ញុំនេះខ្ញុំអរគុណណាស់បើតាមលោកតាន់កំអងប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបបានឲ្យដឹងថាជារៀងរាល់ឆ្នាំក្រុងសៀមរាបតែងទទួលរងការជន់លិចដែលបណ្ដាលមកពីចំនួនទឹកភ្លៀងទើបគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានរៀបចំធ្វើការស្ដារប្រព័ន្ធប្រឡាយទឹកសំខាន់ជាពិសេសក្នុងក្រុងសៀមរាបគណៈសង្កាត់ស្វាយដង្គមមន្ត្រីជំនាញបានធ្វើការស្ដារប្រឡាយទឹកបានចំនួនប្រវែងជាង5គីឡូម៉ែត្រលើខ្សែទឹកចំនួន6ដែលនេះត្រូវបានរំពឹងថានឹងកាត់បន្ថយការជន់លិចផ្ដល់ផលប៉ះពាល់ដល់ប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានាផងដែរ